លោកអ៊ុំសំអាននេះលោកអ៊ុំសំអានសួរថាអ្នកណាគេទៅស្ដាប់សម្ដីរបស់លោកអ៊ុំសំអានដែលជាតនដិតពូកែខាងបំភ្លៃព័ត៌មានប្រជាពលរដ្ឋខ្មែរគឺមិនជឿសម្ដីរបស់អ៊ុំសំអានទៀតទេរឿងបញ្ហាកោះគុតណារាជរដ្ឋាភិបាលរបស់យើងគឺចេះដោះស្រាយហើយមិនមែននៅសុកទៅប្តឹងគេទៅបង្កចំនួនជាមួយនឹងប្រទេសជិតខាងទេរាជរដ្ឋាភិបាលរបស់យើងគឺគិតផលប្រយោជន៍រួមដោះស្រាយដោយសន្តិវិធីដោះស្រាយដោយមានផែនការច្បាស់លាស់តាមច្បាប់អន្តរជាតិប៉ុន្តែយើងមិនមែនសុកទៅប្តឹងគេទេព្រោះអីបច្ចុប្បន្ននេះយើងកំពុងតែធ្វើការចរចាអញ្ចឹងហើយកុំព្យាយាមបំផ្លាញប្រទេសជាតិខ្លួនឯងកុំព្យាយាមញុះញង់បង្កជាភ្លើងសង្គ្រាមព្រោះអីរឿងបញ្ហាព្រំដែនគឺជារឿងដែលធំមិនមែនជារឿងតូចតាចទេបើសិនជាបង្កជាចំនួនឬក៏បង្កជាបញ្ហាអីផ្សេងប្រទេសកម្ពុជារបស់យើងអាចបង្កើតនៅសង្គ្រាមឬក៏ធ្វើឲ្យកម្ពុជារបស់យើងអស្ថិរភាពធ្វើឲ្យប្រទេសជាតិរបស់យើងគឺបាត់បង់សុខសន្តិភាពគុំដើម្បីតែផលប្រយោជន៍ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយចាក់រុកប្រជាពលរដ្ឋឲ្យរុញច្រានទៅរដ្ឋាភិបាលប្តឹងទៅតុលាការឬក៏បង្កចំនួនជាមួយនឹងប្រទេសជិតខាងមួយថ្ងៃទង្វើរបស់ក្រុមប្រឆាំងព្យាយាមណាស់ព្យាយាមញុះញង់ព្យាយាមបំបែកបំបាក់សាមគ្គីខ្មែរព្យាយាមបំផ្លាញសុខសន្តិភាពដើម្បីតែផលប្រយោជន៍បន្តិចបន្តួចគ្មានប្រជាពលរដ្ឋណាទៅជឿសម្ដីតនដិតដែលតែងតែបំភ្លៃព័ត៌មានព្រំដែនទេហើយលោកអ៊ុំសំអានក៏គ្មានចំណេះដឹងឬក៏យល់ដឹងពីភូមិសាស្ត្រទឹកដីច្បាស់លាស់ដែរគ្រាន់តែជាអ្នកនយោបាយអញ្ចឹងហើយបើជាអ្នកនយោបាយសូមនិយាយតែរឿងនយោបាយទៅបានហើយកុំយករឿងបច្ចេកទេសឬក៏ចំណេះដឹងភូមិសាស្ត្រយកមកនិយាយទាំងដែលខ្លួនឯងមិនមានចំណេះដឹងមិនមានបច្ចេកទេសច្បាស់លាស់ក្នុងការដោះស្រាយពីបញ្ហាព្រំដែនទេមួយថ្ងៃគឺអង្គុយចាំតែញុះញង់បំបាយបំបាក់សាមគ្គីខ្មែរព្យាយាមរុញច្រានឲ្យប្រទេសខ្លួនឯងនេះកំពុងតែបាត់បង់នូវសុខសន្តិភាពព្យាយាមបំផ្លាញផលប្រយោជន៍ប្រទេសខ្លួនឯងតើលោកសំមានឈាមជ័រជាខ្មែរអត់បើលោកធ្វើតែទង្វើបែបហ្នឹង